បាទអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនអ្នកស្នេហាបាក់សីកីឡាទាំងអស់គ្នាខានចេញវីដេអូរៀងយូរដែរបងប្អូនសាររយៈនេះរវល់ការងារច្រើនអញ្ចឹងអត់សូវបានធ្វើវីដេអូចែកជូនបងប្អូនមើលហើយហ្នឹងហើយក៏អត់សូវមានមន់ចែកជូនបងប្អូនដែរមានបងប្អូនតែសួរច្រើនដែរប៉ុន្តែអត់មានបងសូមអធិស្ឋានផងព្រោះមួយរយៈនេះវាមេឃភ្លៀងពេកបងប្អូនភ្លៀងទៅវាឈឺផងងាប់ផងហើយនឹងបាត់បងប្អូនហើយវាគេលួចផងអីផងអត់ដឹងតែនិយាយថាម៉េចហើយអត់មានធំទេបងប្អូនមានតែមួយល្បាក់1គីឡូមាន4-10គ្រាប់1គីឡូជាង1គីឡូ2 1គីឡូ3នៅតែប្រភេទអានេះប្រភេទភូមាយួនហ្នឹងហើយមានប៉ុណ្ណឹងបងប្អូនមានពេញវ៉ាងឲ្យបងមើលទេហើយអត់មានដែរហើយចាំមើលឲ្យរៀងដាច់គ្រាប់ទឹកភ្លៀងតិចប្រហែលជាចាប់ផ្ដើមដាក់ប្រកាត់វាសាថ្មីឥឡូវនេះមេឃភ្លៀងពេកខ្ជិលប្រកាត់បងប្អូនណាមេឃភ្លៀងទៅវាសាចផងចូលពងផងវាខូចពងខូចអីហើយដាក់មកក៏កូនវាមិនសូវរស់អញ្ចឹងដោយសារកន្លែងវាជំនឿដែរអញ្ចឹងទៅក៏អត់ទាន់បានប្រកាត់រយៈក្រោយចាំមើលដាច់ទឹកភ្លៀងតិចហើយដាក់ប្រកាត់វិញណាបងនេះល្បាក់ប្រហែលជា1គីឡូ3 1គីឡូ4អស់ហើយយល់នេះ1គីឡូ3 1គីឡូ4ខាំអានេះបាយួនមេភូមាឈ្មោលមាន6 7គ្រាប់ដែរ1 2 3 4 5 6 7 ឈុតនេះខ្មៅច្រើនធ្លាក់មកអានេះបងប្អូនវាមកសម្បុកបងប្អូនមកសម្បុកបងប្អូនវានេះជា7 8គ្រាប់សិតតែខ្មៅជាចុងក្រោយអត់មានអីច្រើនទេបងហើយក៏សូមអរគុណបងប្អូនដែលតែងតាមដាន channel របស់ខ្ញុំបាទតាំងពីដើមមករហូតដល់បច្ចុប្បន្នអរគុណជូនពរបងប្អូនលោកស៊ីមានបាទសុខភាពល្អទាំងអស់គ្នា